តោះសួស្តីគ្នាយើងឥឡូវមកមើលមេធីម2នាក់មកបាញ់មួយអូច្រឡំមួយ4ស្មើជាមួយនឹង fan ណាគាត់សុំប៉ះមេធីមហ្មងអូខេពេញម្ដងតាម fan ហ្មងទៅ fan សុំអីមេធីម2នាក់នេះមេធីមសាខាទី2នៃមេធីមសាខា2ហើយលោតទៅម៉ែស្នុកខ្ញុំរើឈឺមើលកន្លែងនុករបស់គេតើរួចគេទេគេដាក់ដឹបអូខេឥឡូវគ្នាយើងនេះឯមេធីមសាខា1ទៅហើយមេធីមសាខា1ទៅរួចមួយគេដែរកន្លែងហ្នឹងហើយគ្នាយើងជួយគ្នាលើកឡើងជួយបានហើយមានណាលោតទៅដាក់គេមកពុបឈ្មោះខ្ញុំរើចេញមកម៉ែលយឆយអែមតោះចូលដល់វគ្គមួយទៀតអាកន្លែងនេះសាខា2មេធីមសាខា2លោតទៅដាក់គេមានណាគេទួដឹបគ្នាយើង support តួនគ្នាយើង support ល្អនេះអែមឥឡូវខ្ញុំមានសាខា2ឥឡូវមានសាខាទី1សាខាទី2សាខាទី3ហើយកន្លែងនេះគឺចម្រោះហ្មងចម្រោះមួយសាខាហ្មងអានេះសាខាទី3នេះកូនធីមសាខាទី3អែមនេះតាមានធម្មតាណាស់ម៉ានេះកន្លែងនេះលោតដាក់ដឹបអូខេឈ្នះទៀតហើយចូលមកដល់វគ្គថ្មីមើលសាខាទី1មើលមេធីមគេហ្មងអ៊ីខ្ញុំរៃតួដឹបណុកឲ្យគេបោកតកជួយគ្នាបានទៀតនៅសាហាវកន្លែងហ្នឹងនេះកន្លែងនេះវាចាញ់គេកន្លែងនេះម៉ែឲ្យនេះតើឲ្យមើលកន្លែងនេះឡើងតកមិនលឿនទេណាកន្លែងនេះឡើងតកលឿននេះដឹបអូខេឥឡូវចូលដល់វគ្គមួយទៀតហើយវគ្គទៀតនេះកូនធីមសាខាទី3សាខា3ហ្នឹងលឿនណាគីឡូគេអែមប៉ុន្តែមេធីមក៏មិនប្រកាសថាខ្លាំងដែរពួកអីមានកូនធីមជួយ support ហ្នឹងមិនមែនអានតែមេធីមខ្លាំងទេកូនធីមខ្លាំងជាងមេធីមទៀតប៉ុន្តែយើងជាមេគេយើងលក្ខណៈថាយើងត្រូវតែចេញមកខ្លះយើងកុំលាក់ពួនឡើងពេកហើយអាកន្លែងនេះកន្លែងនេះឆ្ងល់អាប្រឡោះប៉ុណ្ណឹងបាញ់គេនុកទៀតទៅសារហ្មងចេញតាតោគេដឹបចាញ់គេមកណាកន្លែងហ្នឹងអូខេចូលដល់វគ្គថ្មីមើលសាខា2លេង4ស្មើលេងអត់សតដឹងមិនទេអូខេឈ្នះទៀតហើយតោះចូលទៅមើលវគ្គមួយទៀតខាងកន្លែងមើលមេធីមកន្លែងធ្វើបានល្អណាស់មេធីមនេះតែគ្នាញ៉ៃពេកនឹងចាញ់គេបើគេដាក់ដួលបាត់ហើយនៅសល់គ្នាយើង3ទល់នឹង1ក៏ប្រហែលហ្មងទៅអូខេនេះគឺគឹមហុងមិញគឹមហុងហើយកន្លែងនេះកូនធីមគឹមហុងនេះសាខា3ហ្នឹងអូលឿនណាកំលេងសើចម៉មអីទុកមួយគាត់អត់ឈ្នះទេមកគីឡូគេក៏មិនគីឡូធម្មតាដែរគីឡូខាងគេនោះឃើញអត់ប៉ុន្តែគេសុំយើងខ្លាំងគិតតែគេមិនធម្មតាណាគេសុំយើងខ្លាំងមើលគិតទៅហើយទៅអាកន្លែងនេះញ៉ៃអាកន្លែងនេះតើហើយកំភ្លើងខ្លីគាត់ពីយ៉ាងណាអូខេឈ្នះទៀតហើយអូមិនខាងខ្ញុំភ្លៀងហើយប្រហែលថ្ងៃហ្នឹងភ្លៀងជាប់សូហ្មងដើរតាណាក៏មិនរួចដែរហើយកន្លែងគឺជាវាចុងក្រោយនេះមេធីម C4 មកកន្លែងនេះមើលនេះអូកប់សេរីមកកន្លែងបំបែកតកទៅបំបែកតកនេះឆ្ងាញ់ចយកន្លែងនេះមេធីមនេះអាកន្លែងនេះគ្នាយើងឆ្កល់ស្និប6គ្រាប់ខ្ញុំបរិយបាញ់បានឆ្ងាយមើលទៅមើលបងប្អូនគេមើលនេះបាញ់បានឆ្ងាយណាស់ឡើងចុង5 6ម៉ែត្រពីគ្នានេះគេញ៉ាំងាប់ទៀតអូកប់សេរីហ្មងចឹងក៏ទៅមួយខ្ញុំមិនរួចទេបងប្អូនក៏ទៅមួយខ្ញុំមិនរួចទេបាញ់មួយគាត់ឡើងអស់ដៃអស់ជើងហើយប៉ុន្តែគាត់នៅទៅមួយខ្ញុំមិនរួចចឹងវីដេអូក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបាយបងប្អូនជប់ចាំជួបនៅវីដេអូក្រោយ